គេថាក្មេងនៅតូចប្រៀបដូចជាกระดาษសអញ្ចឹងតែយើងមនុស្សធំគូសវាទៅខាងណាគឺគាត់ទៅខាងហ្នឹងហើយនិយាយស្រួលស្ដាប់ទៅពេលដែលគាត់ឃើញយើងធ្វើអីគាត់ធ្វើតាមយើងជាក់ស្ដែងគឺអញ្ចឹងមែនដូចអូនរាជគេឃើញឪគេនឹងបោសសម្អាតផ្ទះធ្វើនេះធ្វើនោះអីចឹងទៅគេជួយធ្វើឪគេប៉ុន្តែនេះខ្ញុំឆ្ងល់ថាការងារខ្លះយើងជាមនុស្សធំមិនដែលទៅបង្រៀនឬក៏មិនដែលទៅធ្វើឲ្យគាត់ឃើញទេហើយគាត់ចេះការងារទាំងអស់ហ្នឹងមកពីណាឬក៏គាត់មានជំនាញទាំងអស់ហ្នឹងតាំងពីកំណើតតាំងពីក្នុងពោះម៉ែមកដូចជាជំនាញរើកកោកកាយចូលទៅអង្គុយនៅក្នុងទូក្រោមខោអាវអីអញ្ចឹងយ៉ាម៉ែអើយណាទៅអង្គុយក្នុងទូដូចគាត់ចឹងហ៎អត់ដែលធ្វើឲ្យគាត់ឃើញទេហើយគាត់ចេះមកពីណាហើយជំនាញខ្លះដែលគាត់ចេះពីកំណើតមកហ្នឹងគឺធ្វើឲ្យម៉ែឪនឹងឈឺក្បាលវិលមុខហ្មងជំនាញឡើងទូហ្នឹងតម្រាំតែគាត់ចេះស្ទាត់ម៉ែឪយាយស្រែកឡើងបែកសលេងអស់តតែមានធូបមានស្និតមានកែងខោអាវអីចឹងទៅបានយើងអាចដោះស្រាយចេញខ្លះហើយកន្លែងណាវីលកន្លែងណាស្លាស់អីហ្នឹងគាត់អត់សូវចូលចិត្តលេងប្រហែលទេណាតែបើថាតាមកលុកកលៀតគៀនកោះក្រោមទូឬក៏ក្រោមខោអាវអីហ្នឹងគឺគាត់ចូលចិត្តទៅលេងណាហើយប្រហែលថ្ងៃមុនហ្នឹងអូនរាជធ្វើឲ្យយាយចលាចលពេញផ្ទះយាយបាត់ចៅរត់ឃើញដល់ពេលរត់ចុះរត់ឡើងមានណាចៅមកសងំពួនក្រោមខោអាវហើយគាត់ចូលទៅលេងកន្លែងស្ដុកអញ្ចឹងមិនដែលថាខាតមិនទេមានតែចំណេញឃើញអីក្បាលពោះខ្វាច់ដល់ពេលលាត់អាវមើលមានណាចំណេញបាន2គ្រាប់មិនដឹងថាស្មោចឬក៏មូសខំទេពួកអីផ្ទះនេះខ្ញុំនឹងសបោអាស្មោចចេញតាមប្រឡោះក្តារហ្នឹងណាហើយបើសัตว์មូសវិញពេលថ្ងៃអញ្ចឹងវាចូលចិត្តសងំលាក់ខ្លួននៅកន្លែងណាស្ដុកណាដូចជាក្រោមទូកន្លែងខោអាវហ្នឹងគឺសបោណាហើយថ្ងៃហ្នឹងពូចុងភៅគាត់ប្រមូលអាវ៉ាណាដែលមិនចាំបាច់រើសម្អាតវាចេញម្ដងនិយាយពីអូនរៀងនេះវិញឃើញតូចតែមួយអញ្ចឹងមែនប៉ុន្តែកូននឹងចំណាប់ចំនួនណាឲ្យតែឃើញណាគេធ្វើអីដឹងតែគាត់ចូលជួយធ្វើហើយនិយាយទៅពង្រាយក៏ចេះជួយធ្វើក៏ចេះហើយបើការងារខ្លះដែលយើងហាមមិនឲ្យគាត់ធ្វើវិញគាត់យំទាតដើមយើងធ្វើតតែបានដូចបោសផ្ទះហ្នឹងម៉ែឪប្រាប់ថាកូនអើយមិនបាច់ធ្វើទេវាហុយវាអត់ល្អទេតែសួរថាស្ដាប់យើងអត់ស្ដាប់យើងទេទៀមបោសយកមកបោសតតែបានពេលដែលមានកូនតូចអញ្ចឹងតតែយើងឡើងសម្អាតផ្ទះបន្តិចបើផ្ទះនេះខ្ញុំនៅលើទឹកអញ្ចេះផងគឺសបោសัตว์ល្អិតចង្រៃណាស់បន្ទាប់ពីបោសសម្អាតហើយពូចុងភៅគាត់បាញ់ថ្នាំ Ranger Stout ដើម្បីការពារពីការរំខានពីសត្វល្អិតចង្រៃទាំងអស់ហ្នឹងយើងបាញ់តាមកលុកកលៀតគៀនកោះកន្លែងចំហៀងផ្ទះតាមប្រហោងផ្ទះតសផ្ទះណាដែលយើងគិតថាសបោសត្វទាំងអស់ហ្នឹងនៅពូចុងភៅជាមួយនឹងសត្វស្មោចសត្វមូសអីហ្នឹងគឺថាអត់ត្រូវគ្នាទេឃើញកន្លែងណាគឺគាត់មិនឲ្យរំលងទេដឹងតែទាញថ្នាំ Ranger ហ្នឹងយកមកបាញ់ហើយពេលដែលបាញ់ភ្លាមគឺឃើញផលភ្លាមហ្មងស្មោចកាឡាតអីហ្នឹងគឺដឹងតែបាសជើងឆ្ងាងហើយពេលដែលយើងបាញ់ទៅវាពុលវាចេញពីក្រោមផ្ទះមកតាមកលៀតទួយហ្នឹងវាចេញមកអញ្ចឹងទៅវាបាសដៃបាសជើងពេញនឹងឯងថ្នាំបាញ់ Ranger ហ្នឹងវាជួយយើងកាត់បន្ថយការរំខានពីសត្វល្អិតចង្រៃបានច្រើនមែនទែន2 3ថ្ងៃដឹងតែពូចុងភៅគាត់បាញ់តាមកលុកកលៀតហ្នឹងម្ដងហើយពេលដែលបាញ់ហ្នឹងអ្នកទងន់ដូចនាងខ្ញុំឬក៏ក្មេងតូចអីហ្នឹងគឺនៅឲ្យឆ្ងាយហើយឥឡូវហ្នឹងរដូវកាលមានភ្លៀងច្រើនអញ្ចឹងតើតែយើងនឹងការពារប្រយ័ត្នបន្តិចបើមិនអញ្ចឹងទេមូសកាឡាតស្មោចអីហ្នឹងពេញផ្ទះហ្នឹងឯងអញ្ចឹងវីដេអូរបស់នាងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការចំណាយពេលទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ